ថ្ងៃនេះក្រុមការងារបច្ចេកទេសទេជាកម្មគងបណ្ណេះចុះទៅកែសម្រួលផ្ទះមួយដែលមានបញ្ហានៅខាងថ្មសខេត្តតាកែវហើយខ្ញុំក៏ចង់ឆ្លៀតឱកាសនេះចែករំលែកនៅកំហុសឆ្គង3ដែលខ្ញុំទាញយកពីបញ្ហាផ្ទះមួយនេះទី1គឺខ្យល់តើតើមួយការគ្រប់គ្រងខ្យល់ផ្ទះជាធម្មតាយើងត្រូវការខ្យល់ប៉ុន្តែបើសិនជាបងប្អូនដាក់ខ្យល់បែបហ្នឹងវាច្រើនពេកវារលប់ធ្វើឲ្យក្នុងផ្ទះហ្នឹងត្រជាក់ខ្លាំងកន្លែងហ្នឹងគឺអត់ត្រូវទេទី2គឺល្អលហេវនៅក្នុងផ្ទះនេះគឺគាត់អត់មានខណ្ឌបន្ទប់ទេដំបូងឡើយគឺគាត់ប្រហោចោលហ្មងតាមពិតរឿងខណ្ឌបន្ទប់ហ្នឹងបើសម្រាប់ផ្ទះចាស់គេមិនបាច់ខណ្ឌក៏បានដែរប៉ុន្តែសម្រាប់ផ្ទះថ្មីគេត្រូវខណ្ឌមូលហេតុអីបើសិនជាយើងអត់ខណ្ឌទេធ្វើឲ្យកូនសត្វចូលមកដល់វាមានអារម្មណ៍ថាវាអត់មានអីការពារខ្លួនបិទបាំងខ្លួនណាទាំងហើយធ្វើឲ្យកូនសត្វអត់សូវនៅផ្ទះយើងទេចំណុចទី3គឺ speaker សំឡេងដែលយកមកចាប់ផ្ទះនេះខ្ញុំសង្កេតឃើញថាវាចាប់តិចមែនតើត្រឹមតែ10ទៅ12គ្រាប់នៅក្នុងមួយបន្ទប់ចំនួនបែបនេះមិនគ្រប់គ្រាន់ទេជាទូទៅបើបន្ទប់តូចបងប្អូនអាចដាក់តែ24ទៅ26គ្រាប់ក្នុងមួយបន្ទប់បានតែបើធំយើងត្រូវថែមលេសពី